ខ្លាចប្តីដឹងរឿងអតីតកាលតើធ្វើយ៉ាងណាដើម្បីលាក់បាំងរឿងទាំងអស់នឹងបានក៏ពិតសំណួរនេះល្អហើយបើនិយាយពីសំណួរក្នុងនាមអ្នកប្រឹក្សាសំណួរអស់នេះមិនមែនមិនធ្លាប់ជួបទេចាព្រោះខ្ញុំមិនមែនប្រឹក្សាបែបទូទៅទេគឺយើងប្រឹក្សាទៅលើជីវិតប្តីប្រពន្ធនិងអាកំបាំងជាច្រើនជុំវិញបញ្ហាជីវិតប្តីប្រពន្ធនឹងឯងចាអញ្ចឹងបើតាក់ទងជាមួយនឹងធ្លាប់មានអតីតកាលខ្លាចប្តីដឹងហើយបែកបាក់តើគួរលាក់បាំងឬក៏ប្រាប់ការពិតចាឥឡូវយើងវិភាគទាំងអស់គ្នាបងប្អូនណាមុននឹងខ្ញុំឆ្លើយតែកន្លែងនេះខ្ញុំឆ្លើយបែបស្រាវជ្រាវចាទឿនមតិទូទៅនៅលើសកលលោកការលាក់បាំងគឺដូចជាយើងកំពុងអោបគ្រាប់បែកពេលវេលាអញ្ចឹងថ្ងៃណាមួយវានឹងផ្ទុះពិតប្រាកដខ្ញុំអត់ដឹងបងប្អូនយល់មកចេះប៉ុន្តែខ្ញុំប្រើភាសាថាខ្ញុំតង់ធូងចង់ប្រេះហ្មងណាជាពិសេសអាយើងលាក់នៅរឿងដែលយើងគិតថាវាអត់ចង់លាក់នឹងហ្មងចង់ផ្ទុះធូងអញ្ចឹងថាដូចស្ពាយគ្រាប់បែកដែលវានឹងផ្ទុះនៅថ្ងៃណាមួយការប្រាប់ការពិតត្រូវការភាពក្លាហានណាស់តែជាវាគ្រឹះនៃទំនុកចិត្តចាបើសិនជាដៃគូរបស់យើងស្រឡាញ់យើងពិតស្រឡាញ់ប្អូនពិតស្រឡាញ់បងពិតចាគាត់នឹងស្រឡាញ់ប្អូននៅថ្ងៃនេះមិនមែនស្រឡាញ់ប្អូននៅថ្ងៃអតីតកាលរបស់ប្អូនទេចាពិតប្រាកដកន្លែងនេះខ្ញុំនិយាយពិតប្រាកដមែនព្រោះខ្ញុំធ្លាប់ជួបជីវិតពិតបែបហ្នឹងមែនគឺស្រឡាញ់យើងជាយើងស្រឡាញ់យើងនៅថ្ងៃហ្នឹងវេលាហ្នឹងអញ្ចឹងអត់ខ្វល់ថាពីមុនយើងជាកូនអ្នកណាយើងជាសត្រូវយើងជាយ៉ាងម៉េចទេក្នុងរឿងក៏គេមានលេងដែរមែនអត់បងប្អូនចាអញ្ចឹងជីវិតពិតហើយរឿងវាអាចថាវាមិនដូចគ្នាទាំងស្រុងប៉ុន្តែយើងវាស់វែងទៅថាបទពិសោធន៍វាអាចជាបទពិសោធន៍ពិតចាអញ្ចឹងរឿងជ្រើសរើសពេលវេលាសមស្របនៅក្នុងការនិយាយគ្នានៅក្នុងការបើកចំហនោះគឺជាដំណោះស្រាយដ៏ល្អបំផុតចានៅក្នុងជីវិតគូខ្ញុំតែងតែនិយាយថាការបើកចំហរវាងគ្នានឹងគ្នាការទទួលយកគ្នាការស្វែងយល់ពីគ្នាគឺសំខាន់ប៉ុន្តែជីវិតគូប្តីប្រពន្ធភាគតិចណាស់ដែលហ៊ានបើកចំហនិយាយរឿងទាំងអស់ហ្នឹងសូម្បីតែជាបញ្ហាជាតម្រូវការក៏គ្មានប្តីប្រពន្ធហ៊ាននិយាយដែរចាពិតប្រាកដចាពិតប្រាកដឲ្យសុខចិត្តជ្រើសរើសផ្លូវបែកបាក់គ្នានឹងយល់ច្រឡំចំពោះគ្នាអញ្ចឹងបើសិនជាអតីតកាលវាពិបាកឲ្យយើងនឹងនិយាយចាយើងមិនអាចនិយាយអតីតកាលបានមិនថារឿងអីក៏ដោយជាមួយជីវិតដៃគូជីវិតស្នេហារបស់យើងខ្ញុំមានគ្រូតើសត្យព្រហ្មចារីចាវាជារឿងសំខាន់ខ្លាំងមែនតើចង់និយាយថាសត្យព្រហ្មចារីនឹងវាជារង្វាស់នៃភាពបរិសុទ្ធចុះអ្វីទៅជាតម្លៃពិតប្រាកដរបស់ស្ត្រីចាអញ្ចឹងតម្លៃពិតប្រាកដរបស់ស្ត្រីហើយនឹងសត្យព្រហ្មចារីនឹងអាពីរនឹងគឺវាមានអត្ថន័យយ៉ាងម៉េចគាត់ចង់សួរខ្ញុំអញ្ចឹងចាអញ្ចឹងខ្ញុំបកស្រាយនៅក្នុងចំណេះដឹងបទពិសោធន៍និងអត្តចរិតរបស់ខ្ញុំទេណាខ្ញុំអត់បានបកស្រាយជំនួសបងប្អូនទាំងអស់គ្នាទេព្រោះវាជាអត្ថន័យបែបបទពិសោធន៍និងវិទ្យាសាស្ត្រនៃការស្រាវជ្រាវចាអញ្ចឹងខ្ញុំចង់និយាយថាតម្លៃស្ត្រីគឺវាស្ថិតនៅលើអីគេវាស្ថិតនៅលើអត្តចរិតវាស្ថិតនៅលើចំណេះដឹងវាស្ថិតនៅលើគេហៅថាអរិយាមារយាទនៃការគោរពខ្លួនឯងចានៃការស្រឡាញ់ខ្លួនឯងនៃការគោរពស្រឡាញ់ចំពោះអ្នកដទៃចាហើយនៅក្នុងសង្គមខ្មែរយើងទៀតនារីយើងមិនមែនថាគេហៅថាទុនខ្លួនតែមិនទុនជ្រាយប៉ុន្តែសិល្បៈនៃការរស់នៅរបស់នារីដែលពោពេញទៅដោយសិលធម៌ដែលពោពេញដោយសុជីវធម៌ពោពេញទៅដោយគេហៅថាសេចក្តីថ្លៃថ្នូរចាគឺសំខាន់ខ្លាំងមែនទែនចាសំខាន់ខ្លាំងមែនទែនហើយមិនមែនគ្រប់ទង្វើដែលយើងធ្វើមកនេះវាសិតតែសូមបញ្ជាក់ថាយើងធ្វើខុសយើងភ្លាត់ឬក៏យើងចាញ់បោកគេឬក៏យើងមានជួបឧបសគ្គណាមួយវាមកកំណត់អត្ថន័យជីវិតរបស់យើងទេចាលើលោកនេះគ្មានមនុស្សណាមិនធ្លាប់ខុសទេខ្ញុំនិយាយត្រង់ចំណុចហ្នឹងដូចមានបទពិសោធន៍បងប្អូនដូចថាឥឡូវស្រឡាញ់គ្នាសង្សារពីរនាក់អញ្ចឹងចោះស្រឡាញ់អើយស្រឡាញ់តែដល់ពេលស្រឡាញ់ទៅវាមានអាទំនាក់ទំនងនៃក្តីស្រឡាញ់ធម្មជាតិហ្នឹងវាធ្វើឲ្យលើសលួសអញ្ចឹងទៅបរោះចាប់ផ្ដើមបែកទៅផ្សេងអញ្ចឹងទៅយើងក៏ខ្លាចទៅជាជនរងគ្រោះហើយយើងគិតថាជីវិតយើងគឺអស់អត្ថន័យត្រឹមហ្នឹងឯងព្រោះយើងអស់អាភាពបរិសុទ្ធហ្នឹងហើយចាអញ្ចឹងភាពបរិសុទ្ធគឺបរិសុទ្ធសំដៅទៅលើចិត្តកាយយើងចោះអាហ្នឹងសម្រាប់ខ្ញុំតែបើថារឿងសត្យព្រហ្មចារីនៅមិននៅដាច់រលាត់អីហ្នឹងគឺសូម្បីវិទ្យាសាស្ត្រក៏គ្មានអី 100% មកវាស់វែងបានដែរចាហើយព្រោះវាដាច់រលាត់ហ្នឹងវាមានកត្តាច្រើននៅវីដេអូមុនខ្ញុំបានបកស្រាយហើយចាអញ្ចឹងខ្ញុំចង់ផ្ដាំទៅវិញមិនថាស្ថិតនៅក្នុងកលៈទេសៈណាទាំងអស់ឲ្យតែស្ត្រីខ្លាចជាស្ត្រីរឹងមាំឯករាជ្យនិងមានទំនុកចិត្តចាមានទំនុកចិត្តចំពោះខ្លួនឯងទោះជាក្នុងកលៈទេសៈណាក៏ដោយចា